បងប្អូនអាចពិចារណាបានថាតើយើងគួរតែធ្វើវីដេអូ long ឬក៏វីដេអូ short អញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំនេះខ្ញុំធ្វើ short បងប្អូនបាទគឺចំនួន view វាចូល 125k view អញ្ចឹងបងប្អូនអញ្ចឹង subscribe របស់យើងបាន263 subscribe អាហ្នឹងមួយវីដេអូបងប្អូននេះហើយជាមួយខ្ញុំឲ្យមើលម៉ោង short ខ្ញុំគឺតា30 second ទេអញ្ចឹងអានេះ subscribe ខ្ញុំគឺបាន263បងប្អូនបាទចំនួន view យើង225 view ថាយើងបានលុយប៉ុន្មានបងប្អូនមើលតានអូខេនេះបងប្អូននេះយើងបានតែ$10ទេបងប្អូនចំនួន view 125 view 125k view អញ្ចឹងបងប្អូនយើងបាន$10អញ្ចឹងបើបងប្អូនសម័យមើលថាបើសិនជាវីដេអូ long 125k យើងបានប៉ុន្មានបងប្អូនគឺអាចនឹងច្រើនជាងនឹងអញ្ចឹងបងប្អូនបាទអានេះវីដេអូ short ទេ short យើងបានប៉ុណ្ណឹងបើសិនជាយើងវីដេអូ long យើងបានដល់ខ្ទង់ 100k អីអញ្ចឹងដឹងតែកប់សេរីហើយបងប្អូនបាទដឹងថាលុយកប់ហើយអញ្ចឹងបងប្អូនអាចពិចារណាថាតើយើងគួរតែធ្វើ short ឬក៏ long អញ្ចឹងបងប្អូនអាចគិតដោយខ្លួនឯងបានហើយកុំភ្លេច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំផងបើសិនជាមានចម្ងល់អីអញ្ចឹងណាបើសិនជាមានចម្ងល់អីចាំខ្ញុំប្រាប់តាម comment ឬមួយក៏ចេញវីដេអូប្រាប់បាទអរគុណច្រើន